សំណួរសួរថាតើនៅក្នុងបត្រៃបិដកហ្នឹងតើមានពាក្យតាណាឃ្លាតាណាប្រយោគតាណាដែលយើងយកទៅអានហើយคล้ายទៅជារឿងមិនមានប្រយោជន៍សម្រាប់អ្នកស្រុកតើមានខតាណាដែលលោកខានថាតានឹងមិនត្រូវបកស្រាយមិនត្រូវបើកបង្ហាញទេនេះជាសំណួរណាស្ដាប់ឲ្យទាន់មានពាក្យមួយនៅក្នុងពុទ្ធសាសនាគេថាម៉េចរបស់ដែលត្រូវបើកបង្ហាញទុករុងរឿងមានបច្ច័នបើសិនជាយើងបិទបាំងមិនរុងរឿងទេកុសលធម៌បើយើងបិទវាទុកសមាទិដ្ឋិហ្នឹងបើយើងមិនបិទវាទុកវាមិនល្អទេមួយទៀតគឺពុទ្ធវចនៈបើយើងយកវាទុកយើងមិនបើបង្ហាញមិនបង្រៀនទេវាអត់រុងរឿងទេវាអាប់ដូច្នេះសំណួរសួរថាចុះបើយើងចេះតែយកទៅអានមិនថាវិន័យមិនថាប្រសូតមិនថាវិធមឲ្យទៅអានឲ្យតែអ្នកស្រុកស្ដាប់ទៅតើវាគួរគ្រប់កន្លែងដែរទេតើមតិដែលគេចូលខមមិនថានេះការអានត្រង់ទៅនឹងមិនស័ក្តិសមទេនឹងតើវាត្រូវដែរទេនេះខ្ញុំណាសារ៉េសំណួរឲ្យណាតាមពិតទៅយើងត្រូវព្យាយាមយល់ពីហេតុផលហេតុអីបានជាលោកអ្នកចូលទៅខមមិនបែបនោះតាមពិតទៅគេចង់ដៅយកអញ្ចេះចំពោះពុទ្ធវចនៈវាជារឿងល្អវាមានប្រយោជន៍មែនប៉ុន្តែវាខុសឋានៈសម្រាប់អ្នកខ្លះខុសឋានៈយ៉ាងម៉េចមានន័យថាពុទ្ធដីកាត្រង់ទៅនឹងបើយើងយកទៅបើកជាមួយនឹងជនដែលមិនត្រូវតំណងជនហ្នឹងវាមិនបានទៅយល់ត្រូវទេវារត់ទៅយល់អាក្រក់ខុសពីនឹងទៅទៀតដូច្នេះការបង្រៀនមនុស្សដូចយើងបញ្ចុកបាយក្មេងអញ្ចឹងធម្មតាយើងបញ្ចុកបាយក្មេងយើងជាម្ដាយមួយឬក៏ជាមេដោះមួយដែលឆ្លៀសយើងគួរមើលមាត់ក្មេងនឹងដែរតើក្មេងហ្នឹងវាស័ក្តិសមនឹងចំណីប៉ុណ្ណាហើយពោះរបស់ក្មេងហ្នឹងវាទាស់នឹងចំណីណាដូច្នេះបើសិនជាយើងមិនយល់ការត្រង់ទៅនឹងយើងគិតថាឲ្យតែភ្លើងមន់ទៅតែជារបស់មានវីតាមីនហើយយើងចាប់ច្រកមាត់ក្មេងហ្នឹងទៅវាយះមាត់ក្មេងហ្នឹងអស់ក្មេងហ្នឹងវាខ្លាចទៅជាខ្លាចភ្លើងមន់ហ្នឹងវាបន្ទុះសារ៉ៃភ្លើងមន់ហ្នឹងផងត្រង់ទៅនឹងតែគេចង់និយាយពីអីឧទាហរណ៍ដូចព្រះវិន័យចោះព្រះវិន័យកន្លែងខ្លះវាជារឿងដែលគួរដឹងសម្រាប់ភិក្ខុសាមណេរទេហើយអ្នកស្រុកទាំងឡាយបើសិនជាដឹងរឿងហ្នឹងមានតែការសោយចំអកមានតែការលក់លើយយើងមើលឥឡូវបើមិនយល់ទៅនឹងមើលទៅពុទ្ធរូបចោះព្រោះថាតើលើโลกហ្នឹងមានជនណាមួយដែលមិនគួរឃើញពុទ្ធរូបទេថាជនណាក៏គួរឃើញដែរព្រោះពុទ្ធរូបបើឃើញហើយយល់ត្រូវជ្រះថ្លាទៅកុសលចិត្តដែលកើតចំពោះតែពុទ្ធរូបប៉ុណ្ណឹងក៏ឲ្យពួកគេកើតឋានសួគ៌វែងឆ្ងាយបានដែរណាមិនធម្មតាទេត្រឹមតែរូបភាពសោះប៉ុន្តែសួរថាជនពួកខ្លះចាំបាច់ប្រតិបត្តិមួយពុទ្ធរូបយើងមើលពុទ្ធបដិមាឬក៏ពុទ្ធរូបអ្នកខ្លះយកទៅលក់លេងយកទៅចំអន់យកទៅកាត់តខ្លួនឯងដាក់ក្បាលខ្លួនឯងដូររូបព្រះខ្លះទៅឃើញពុទ្ធបដិមាដែលគេធ្វើមិនសូវស្អាតណាតាមការគិតណាក៏យកទៅសោយបង្អាប់ចំអន់សិតតែជាដំណើរនៃអបាយភូមិហ្នឹងទោះបីពួកគេដឹងក្តីមិនដឹងក្តីមិនដឹងជួយយ៉ាងម៉េចទេព្រោះរាល់គណៈចិត្តដែលបន្ទុះសារាយចំពោះព្រះពុទ្ធប្រារូបអារម្មណ៍នៃព្រះពុទ្ធឲ្យសោយចំអន់មិនមែនជារឿងតូចទេដូចយកអណ្ដាតលុបភ្លើងអញ្ចឹងអាត្រង់ទៅនឹងគ្រោះថ្នាក់ខ្លាំងណាស់អាត្មាក៏សង្វេគដែរកណាក៏មិនដឹងជាត្រូវនិយាយហាមុនយ៉ាងម៉េចដែរឧទាហរណ៍ដូចជាអញ្ចឹងត្រង់កន្លែងហ្នឹងនិយាយបានសម្រាប់អ្នករៀនតែមានអានិសង្សមានភាពពិសេសជាងជនដែលមិនរៀនអញ្ចឹងសម្រាប់ពួកយើងអ្នកដឹងយើងគិតថាទោះបីថាការធ្វើពុទ្ធរូបមិនស្អាតដែរប៉ុន្តែអារម្មណ៍ចំហដែលយើងប្រើរូបទៅលើរូបហ្នឹងមិនមែនជារឿងតូចទេណាអ្នកឯងកំពុងប្រើរូបអារម្មណ៍ពុទ្ធឲ្យយកមកសោយណាពុទ្ធមិនមែនតួកំប្លែងទេណាទោះបីអ្នកធ្វើនោះមិនត្រូវតំណងវាជាកំហុសរបស់អ្នកធ្វើប៉ុន្តែអ្នកឯងកំពុងតែធ្វើអីនៅពេលនេះអ្នកឯងសោយរឿងអីអ្នកឯងចំអន់រូបព្រះហ្នឹងទៅនៅនេះទៅនៅនោះដូចឧទាហរណ៍ដូចរូបព្រះមហាកាចាយណៈដែលគេយល់ច្រឡំថាលោកនោះមានទៀបពោះកប៉ោងអីហើយពាក់ចពោបញ្ចេញទ្រូងអាទោះដែលគេហៅព្រះកប៉ោងហ្នឹងការពិតមិនមែនទេណាវាជាការយល់ច្រឡំខុសរបស់ពួកមនុស្សថោកទាបក្រនក្រោយនេះវាយកទៅដើម្បីរកស៊ីយកទៅដើម្បីពាក់លៀបពាក់អីចឹងទៅក៏ខ្លាយទៅជាព្រះរហន្តមួយអង្គគឺព្រះមហាកាចាយណៈដ៏រុងរឿងហ្នឹងត្រូវបានមហាជនយកមកសោយលេងណាមហាជនខ្លះគាត់យកទៅដើម្បីបម្រើការរកស៊ីរបស់គាត់ដូចកតបតាបកដៃមិនមែនជារឿងទុកតូចទេអញ្ចឹងញោមគ្រប់គ្នាទៅប្រយ័ត្នតិចអានឹងប្រយ័ត្នផងការអូស Facebook ហ្នឹងក៏នាំយើងទៅអបាយភូមិបានយ៉ាងងាយដែរសោយចំអករឿងបដិមារឿងព្រះរឿងអីហ្នឹងណាមិនមែនជារឿងតូចទេហើយកុំដោះសារថាអំពើបាបដែលយើងធ្វើទៅគ្រោះល្ងងខ្លាយតើមានទោសដែរទេអំពើបាបវាលែងតែយើងធ្វើដែលចេតនាអានោះវាលែងតែជាអំពើបាបហើយឧទាហរណ៍ដូចយើងជន់កកគេដែលចេតនាចោះយើងរត់បុកក្មេងអញ្ចឹងតែចេតនាចោះយើងទៅប៉ះនេះប៉ះនោះដោយមិនតាំងចិត្តអានោះគ្មានទោសក្នុងផ្លូវចិត្តប៉ុន្តែនេះផ្លូវចិត្តវាមានគ្រាន់តែវាមិនដឹងខ្យល់អីវាខុសគ្នាណាដឹងដែរមិនមែនមិនដឹងខ្លួនទេណាកំពុងតែសោចអីដឹងថាគ្រាន់តែវាមិនដឹងថានោះវាមានទោសអញ្ចឹងណា
ដោយច្បាប់ដែលគេចែងទៅហើយគេអត់ខ្វល់ថានឹងយល់ពីច្បាប់ឬអត់ទេវាលែងតែបុគ្គលនឹងដូចថាអត់មានចេតនាក្នុងការធ្វើអាហ្នឹងមិនមានជាទោសព្រមត្តនទេគេមិនរករឿងទេព្រោះវាអត់អងវាណាវារកទោសបីបង្កើតដូចយើងបើកឡានបើកម៉ូតូទៅណាទៅចង់បុកក្មេងបើវាដាច់ប្រាំងអញ្ចឹងគេពិនិត្យវិច័យទៅគេឃើញថាបុគ្គលនឹងមិនតាំងចិត្តទេគេទុកថាអចេតនាគេមិនឲ្យទោសទេប៉ុន្តែសម្រាប់ជនណាមួយដែលមិនដឹងច្បាប់ដឹងតែថាចង់បុកក្មេងគឺបុកបងមិនបាច់អើពើទេប្រហែលឬក៏តាំងចេតនាបុកហ្មងគ្រាន់តែដឹងច្បាប់តើពួកគេរួចខ្លួនទេអត់ទេការសោយចំអកទៅលើពុទ្ធរូបអញ្ចឹងដែរឃើញគេធ្វើមិនស្អាតឯហ្នឹងសោយចំអកហ្នឹងមិនមែនជារឿងតូចទេណាពួកយើងដឹងខ្លួនតែគ្រាន់តែមិនដឹងខ្យល់អីដូច្នេះមិនបានទេអ្នកដែលកណាខំលើកឡើងស្មានលើកឡើងរឿងហ្នឹងជាតួយ៉ាងចង់និយាយថាយើងមើលតែពុទ្ធរូបទៅបានហើយមិនបាច់ចាំទៅគិតដល់រឿងពុទ្ធនិកាយទេយើងមើលតែពុទ្ធរូបទៅចុះនៅពេលណាដែលយើងតាំងចេតនាប្រមាថមើលងាយទៅអញ្ចឹងជារឿងគ្រោះថ្នាក់ណាមិនតូចទេណាដូច្នេះត្រូវប្រយ័ត្នប្រយែងបន្តិចអ្នករៀនតែមានអានិសង្សពិសេសជាងអ្នករៀនបើសិនបើការរៀនមិនខុសពីអ្នករៀនអីអ្នកមិនរៀនអីសោះតើពួកយើងរៀនវាយ៉ាងអីហើយណាក៏វាជួយដឹងយ៉ាងដែរណាអាមាឃើញហើយក៏មិនដឹងជាខាត់យ៉ាងម៉េចបើយើងប្រើពាក្យខាត់ខុសតំណងទៅវាអាក្រក់មាត់នឹងបន្ទុះនឹងការខាត់របស់យើងម្ដងទៀតវាពិបាកអញ្ចឹងពិបាកថាអាលុកភ្លើងហើយទៅខាត់ហ្នឹងវាខឹងទៀតវាពិបាកអញ្ចឹងណាដូច្នេះมันអាចទទួលខុសត្រូវគ្រប់រឿងបានទេគាត់ណាបានគាត់ណាទៅណាគាត់បានក៏រុញថែមទៅញោមអ្នកចូលថ្មីបិទសលេងផងញោមប្រុសម្នាក់ដែលឈ្មោះអេមនីញោមបិទសលេងផងកុំបើកម្នាក់ទៀតញោមឧត្តមឆន្ទៈវិរិយៈចិត្តមាង្សាជួយបិទសលេងជួយត្រង់អាកដាលញោមឧត្តមនាយឧត្តមមកវាឡងគ្នាឥឡូវចេះណាញោមយើងចូលប្រធានបទសំណួរបញ្ចប់ត្រឹមនឹងចោះអាត្មាបញ្យល់មិនដឹងឥឡូវទាញប្រធានបទឲ្យមើលបន្តិចចង់បញ្យល់ញោមរាល់គ្នាហ្នឹងតាមលំអាននៃមលិនតបញ្ហាបានលើកអំពីសប្តាហ៍មុនហើយលោកតស្ដាប់ខ្សែអត្ថទី1ទើបដឹងថាខ្សែអត្ថទី2នេះកំពុងនិយាយអីឥឡូវយើងតចង់ធ្វើការវិភាគឲ្យញោមបានយល់អញ្ចេះយើងចាត់ទុកថាជាការសាកល្បងព្រោះគិតថាតើយើងអាចយល់គ្នាបានដែរអត់ទី1វិភាគរកការពិតនិងមិនពិតនៅក្នុងបញ្ញត្តិធម៌ទាំងឡាយបញ្ញត្តិធម៌បញ្ជាក់បន្តិចសិនទៅតើជាអ្វីបញ្ញត្តិធម៌ហ្នឹងគឺជាការពិតមួយថ្មីដែលមនុស្សអ្នកបង្កើតឧទាហរណ៍ថាបើយើងចូលទៅក្នុងផ្សារយើងចាត់ទុកថារបស់ក្នុងផ្សារហ្នឹងមានចានឆ្នាំងផើងខែងក្អមថ្មីចាស់តូចធំការដែលយើងបែងចែកបែបហ្នឹងវាមិនខុសទេព្រោះនោះជាការពិតមួយដែរដែលមនុស្សទទួលយកប៉ុន្តែបើធៀបពិតដើមដែលយើងស្វែងរកអំពីវាទៅឃើញថាតាមពិតទៅពីដើមវាជាគ្រាប់ធូលីនៅក្នុងបាតបឹងទេយើងកំពុងតែបង្កើតការពិតថ្មីវាមានផើងឆ្នាំងឯណាវាអត់ទេវាមានតែគ្រាប់ដីតាដូចគ្នាដែរមនុស្សសត្វបុគ្គលល្អក្រក់ពីលបណ្ឌិតសង្គមពិភពលោកប្រពៃណីវប្បធម៌ភាសាទំនៀមទម្លាប់ទាំងខាងក្នុងចិត្តទាំងខាងក្រៅចិត្តទាំងនាមធម៌រូបធម៌ដែលយើងកំពុងតែប្រកាន់លៀបពណ៌សពថ្ងៃហ្នឹងគេហៅថាបញ្ញត្តិធម៌ឥឡូវយើងមករកអំពីការពិតនៅក្នុងបញ្ញត្តិធម៌ពុទ្ធសាសនាបើលោកយកការពិតតាមដំណើរពិតមកនិយាយតែអរិយសច្ចៈ4ទេអំពីយុគមុនអាត្មានិយាយដល់ទុក្ខសច្ចៈនិងសមុទយសច្ចៈហើយក៏ឈានចូលដល់និរោធសច្ចៈបន្តិចគឺព្រះនិព្វានឥឡូវនិយាយរឿងនិព្វានតតិចណាយកតាំងចិត្តស្ដាប់អាចនឹងយល់បានយល់ដោយបរិយ័តមិនមែនពលត្រូវទេនិព្វាននៅក្នុងពុទ្ធសាសនាតើគេចង់និយាយថាម៉េចទៅពាក្យថានិព្វានមួយម៉ាត់គឺសំដៅយកការរលត់ដែលជាការបញ្ចប់ទៅមិនមានសេសសល់អ្វីហើយក៏មិនមានតំណតទៅណាការបញ្ចប់ដល់ការបញ្ចប់ដែលវាគ្មានដំណើរសល់ដានហើយក៏មិននាំឲ្យមានហេតុអីកើតឡើងតទៅនឹងទៅទៀតគេឲ្យឈ្មោះថានិព្វាននៅក្នុងពុទ្ធសាសនាការបញ្ចប់នៅខណ្ឌ5ដើម្បីកុំឲ្យប្រទះទុកទៀតណាព្រោះជាធម្មតាពួកយើងស្លាប់រាល់ថ្ងៃហ្នឹងមិនមែនជានិព្វានទេការស្លាប់អានេះជាភាសាសមតិតែនិយាយដោយបរមត្តគឺជាដំណើរនៃការបែកធ្លាយនៃខណ្ឌ5រូបវេទនាសញ្ញាសង្ខារវិញ្ញាណដែលគុំគ្នាហើយសហការគ្នាដំណើរទៅរាល់ថ្ងៃហ្នឹងដែលយើងហៅថាជីវិតរស័ក្តិនេះទៅពេលណាដល់ពេលវេលារបស់វាបែកវាបាក់វាពុកវាផុយយើងឲ្យឈ្មោះថាស្លាប់ប៉ុន្តែវាមិនមែនជាប់ត្រឹមស្លាប់ឯណា
ព្រោះនៅពេលដែលរស់ហ្នឹងអាធัวបញ្ញខណ្ឌ5ហ្នឹងវាបានដើរនីតិក្នុងការបង្កហេតុដើម្បីឲ្យមានផលថ្មីដូចជាក្របស្វាយមួយដែលជ្រុះពីដើមស្វាយហើយធ្លាក់ទៅលើដីកប់ទៅក្នុងដីត្រូវទឹកត្រូវជីទៅទោះបីថាក្របស្វាយហ្នឹងវារលួយទៅក៏ដោយប៉ុន្តែដល់20ឆ្នាំក្រោយគេនឹងបានផ្លែស្វាយមួយដដែលហើយបើដំណើរនៃផ្លែស្វាយនឹងវាធ្លាក់ទៅដីត្រូវទឹកត្រូវជីក្នុងទម្រង់នឹងដដែលវាអត់មានខាងដើមខាងចុងទេគ្មានណាមួយទៅចុចបានថានេះឯណាទៅចំណុចចាប់ដើមឯណាទៅខាងចុងវារកមិនឃើញព្រោះមិនដឹងណាមេបានណាពុះវិវលជុំទៅចុះអានេះយើងនិយាយអំពីពាក្យថាស្លាប់ប៉ុន្តែនៅពេលហ្នឹងមិនមែនបែបហ្នឹងទេការស្លាប់គឺជាការបញ្ចប់អាណត្តិមួយបញ្ចប់អាណត្តិនៃខណ្ឌ5មួយហើយបន្តបង្កើតនៅខណ្ឌ5ថ្មីដើម្បីបន្តអាណត្តិតទៀតដូចយើងឡើងចុះយុរដ្ឋមន្ត្រីអញ្ចឹងណា5ឆ្នាំអញ្ចឹងហើយចំណែកនៅពេលហ្នឹងគឺមានន័យថាជាការបញ្ចប់ទៅនៅអវិជ្ជាក្នុងចិត្តដែលអវិជ្ជានឹងចប់ទៅខណ្ឌ5ហ្នឹងក៏លែងទៅមុខដែរដោយក្របស្វាយមួយដែលមានខ្លែបដល់ពេលគេចាក់ខ្លែបនឹងខ្ទេចខូចអស់ទៅខ្លែបផ្លែស្វាយហ្នឹងក៏លែងមានប្រយោជន៍ដែរកប់ក្នុងដីត្រូវទឹកត្រូវជីវាតែមកសន្ទុះទេទោះបីថាមានប្រឡោកដោះមកវាឃ្យូតាមផ្លែតវាមិននៅយូរទេវាក៏ងាប់តោងទៅលែងមានវត្តមានវាតទៅការបញ្ចប់ឈឹងទៅតែម្ដងដើមចេញពីការបញ្ចប់នៅអវិជ្ជាក្នុងចិត្តសិនបន្ទាប់មកបញ្ចប់ខណ្ឌចុងក្រោយបញ្ចប់ការកើតចុងក្រោយគេឲ្យឈ្មោះថានិព្វានហើយនិព្វានហ្នឹងនៅក្នុងពុទ្ធសាសនាទុកថាជាការពិតមួយបណ្ដាការពិតទាំងឡាយលើលោក4យ៉ាងមានតែការពិតបែបហ្នឹងទេទើបជាពិតតាមដំណើរពិតដែលមិនប្រែប្រួលពិតដែលមិនរង្គើពិតដែលមិនត្រឡប់ថយក្រោយវិញលោកចាត់ទុកថាការពិតលោកតែអញ្ចឹងព្រោះហេតុអីបានលោកយកការពិតទៅនឹងមកនិយាយមកធៀបថាអ្វីផ្សេងមិនជាការពិតហើយបើយើងទុកទៅនឹងថាជាការពិតតាមដំណើរពិតមានន័យថាស្អីផ្សេងវានឹងលែងជាការពិតហើយព្រោះហេតុអីបានចំអានឹងយើងនិយាយត្រួសទៅថាអ្វីផ្សេងដែលយើងស្គាល់ថាជាការពិតសពថ្ងៃនេះវានៅត្រឡប់ត្រឡប់វានៅត្រឡប់វានៅត្រឡិនវានៅប្រែវានៅត្រឡប់វានៅបដូរដូច្នេះបានជាទុកថាវាជារឿងពិតដែលនៅតែរង្គើនៅតែមិនទាន់សុក្រិតដូច្នេះបានជាលោកបដិសេធចោលថាលែងជាការពិតបើយកមកធៀបជាមួយនឹងការពិតមិញនេះដំណើរដែលហៅថាពិតលោកតាចែកដូចជានិព្វានហ្នឹងការបញ្ចប់ទៅគឺបញ្ចប់ហើយអត់មានត្រឡប់ថយក្រោយទេអត់មានរង្គើសារថ្មីថាឥឡូវរលត់ណាត្រឡប់មានមកវិញណាអត់អញ្ចឹងទេនិព្វានអត់រងនៅទុកទៅទៀតទេអត់មានអនិច្ចលក្ខណៈទុក្ខលក្ខណៈអនត្តលក្ខណៈអីទៀតទេអត់ស្ថិតនៅក្រោមច្បាប់ធម្មជាតិអីទៀតទេលែងមានជាសល់អ្វីដែលប្រព្រឹត្តទៅហើយត្រូវប្រែប្រួលបែកធ្លាយទៀតទេលែងមានបច្ច័យណាមួយចូលទៅរំខានទៀតលែងមានតំណែងលើលោកតែម្ដងចង់និយាយអញ្ចឹងណាព្រោះស្អីគ្រប់យ៉ាងក្នុងលោកហ្នឹងវានៅតំណែងលើលោកហ្នឹងវានៅជាបច្ច័យដល់គ្នាវាពាក់ព័ន្ធគ្នាវាត្រឡប់ត្រឡិនដល់គ្នានឹងគ្នាដូច្នេះយើងចាត់ទុកថាវាអត់នឹងណោដល់ពេលវាមិននឹងណោផងម្ដងយើងថាអញ្ចេះតែមកសន្ទុះក្រោយវាទៅអញ្ចឹងមិនហៅថាការពិតមែនណាបើវាមិននឹងណោផងអាត្មាឧបមាថាដូចយើងបូតទឹកដោះគោអញ្ចឹងរូតទឹកដោះគោដបងដៃវាទឹកដោះស្រង់យើងគិតថាពណ៌អសទឹកដោះស្រង់ចាក់ដើរចោលតែកន្លះម៉ោងមកវិញពពុះជូទៅជាទឹកដោះជូដើរចោលមកសន្ទុះក្រោយលែងទៅជាទឹកដោះជូទៅជាអីទៅជាទឹកដោះប្អូនទៅជាទឹកដោះខាប់ម្ដងដល់ពេលដើរចោលមកសន្ទុះក្រោយអាខាប់ហ្នឹងវាបែកអាខាប់ហ្នឹងទៅជាប្រេងទៅជាសាប់ពេទៅជាខ្លាញ់អីទៅវិញក៏បំលែងជាមួយធម្មតាយើងចាប់អីមួយហ្នឹងវាមិននៅម្ដងផងមិនហៅថាការពិតមែនទេដូចគ្នាដែរអ្វីទាំងឡាយលើលោកវាអត់ដែលរួចផុតអំពីនៃលក្ខណៈទុក្ខលក្ខណៈហើយវាត្រឡប់ត្រឡិនវាដូរទៅដូរមកដូច្នេះបានជាលោកចាត់ទុកថានេះមិនមែនជាការពិតតាមដំណើរទៅទេមានតែនិព្វានជាដើមទេទើបចាត់ទុកថាជាការពិតតាមដំណើរពិតព្រោះអានេះអត់មានប្រែប្រួលទេបែបណាគឺបែបហ្នឹងត្រង់ណាអញ្ចឹងយើងវិភាគថាតើនៅក្នុងបញ្ញត្តិធម៌ទាំងឡាយនឹងមានការពិតនៅក្នុងនឹងទេថាមានយ៉ាងម៉េចគូថាពីក្បាលដល់ចុងជើងរបស់យើងដែលហៅថាបញ្ញត្តិធម៌គឺយើងនេះណានៅពេលណាដែលយើងឬតួយើងឬបញ្ញត្តិធម៌ដែលជាយើងនេះវាប្រព្រឹត្តត្រូវតាមហេតុត្រូវតាមបច្ច័យរបស់វាត្រូវទំនងត្រូវដំណើររបស់វាថ្ងៃមួយវាបញ្ចប់ឈឹងបាត់ទៅយើងអនុវត្តតាមបច្ចេកទេសសិលសមាធិបញ្ញាត្រូវទំនងរបស់វាទៅស្រាប់តែដល់ថ្ងៃដល់ខែវាដួលព្រោះសัพលេងមានកំណើតដែលពីដើមទេរឿងមកវាអត់ចង់សោះកើតរហូត
សត្វតែពេលមួយនេះណាជាពេលដែលយើងអនុវត្តតាមមេរៀនបបសម្ពុទ្ធទៅសម្រាប់ការបញ្ចប់ម្ដងនោះជាការបញ្ចប់ថ្មីដែលលែងមានដំណើរតទៅដូច្នេះយើងអាចនិយាយបានថានៅក្នុងបញ្ញត្តិធម៌ទាំងឡាយបើយើងវិភាគរកការពិតនៅក្នុងបញ្ញត្តិធម៌គឺនិព្វានប៉ុន្តែនិព្វានមិនមែនជាបញ្ញត្តិធម៌ទេគ្រាន់ថានៅពេលណាដែលបញ្ញត្តិធម៌នោះវាត្រូវបានបញ្ចប់ត្រង់ទៅនោះលោកហៅថានិព្វានមិនមែនជាទីមិនមែនជាឋានមិនមែនជានាមធម៌មិនមែនជារូបធម៌អ្វីសល់នៅមិនមែនជាចិត្តចេតសិកហើយក៏មិនមែនជារូបខណ្ឌក៏មិនជាឋានក៏មិនជាទីមិនជាតួអ្វីដែលសល់នៅដើម្បីអ្វីទៀតយល់ទេមិនមែនជាផលអ្វីមួយដែលសល់នៅហើយដើម្បីអ្វីអត់សល់ទេអ្នកទៅនៅនិព្វានគឺជាឈ្មោះនៃការបញ្ចប់មិនមែនជាឈ្មោះនៃនាមធម៌រូបធម៌មិនមានបុគ្គលណាមួយដែលទៅសោយសុខនៅនិព្វានទេអត់មានតួភពក៏អត់មានបុគ្គលនៅក្នុងភពដែរឧបមាថាដូចមានតែរោគហើយនឹងជារោគវាថាជារោគគឺរោគវិបត្តិមិនមែនរោគនោះវាទៅជាស្អីទៀតទេរោគនឹងជារោគពាក្យថាជារោគគឺរោគវារលត់ត្រង់ទៅនោះដែលហៅថានិព្វានចំនិយាយអញ្ចឹងណានេះជាការពិតនៅក្នុងបញ្ញត្តិធម៌ហ៎បើយើងយកការពិតមួយបែបទៀតមកនិយាយការពិតមួយបែបដែលអាត្មាត្រូវនិយាយតទៅនេះមិនមែនជាការពិតតាមដំណើរពិតទេប៉ុន្តែចាត់ទុកថាជាការពិតមួយដែលវាមានភាពសុក្រិតខ្លះដែរវាមានភាពសុក្រិតជាងការពិតនៅក្នុងការសម្គាល់របស់យើងទាំងឡាយអាត្មាឧបមាថានិយាយដែរណាឧបមាដែរបានឆាប់យល់ឧបមារឿងផ្សេងឧបមាថាញោមដើរចូលទៅក្នុងផ្សារមួយអញ្ចឹងផ្សារពីបុរាណជុំវិញខ្លួនយើងសុទ្ធតែគ្រឿងដីទាំងអស់មានផើងមានផ្ទះមានផ្អមមានឆ្នាំងមានផែងមានជើងពៀនមានចង្ក្រានដីសុទ្ធតែធ្វើពីដីមានធំមានតូចមានក្បាច់មានអត់ក្បាច់មានល្អមានចាស់មានថ្មីមានបែកបាក់មានពុកផុយហើយគឺលក់តណែងតណោងវត្តជុំវិញខ្លួនយើងហើយយើងទាំងឡាយហ្នឹងពេលដែលចូលទៅក្នុងផ្សារហ្នឹងយើងរកអាណាដែលវាល្អរកអាណាដែលវាថ្លៃរកអាណាដែលវាប្រើបានយូរយើងដាក់ឈ្មោះថាវាជាស្អីហ្នឹងគឺជាការពិតនៅក្នុងការរស់នៅខ្ញុំឯងគេអញប្រពន្ធកូនអ្នកនេះអ្នកនោះពីលបណ្ឌិតសខ្មៅមនុស្សសង្គមសត្វប្រទេសពិភពលោកខេត្តក្រុងមនុស្សនោះមានអត្តសញ្ញាណទៀតមានប្រពៃណីមានភាសាមានសាសនាមានទំនៀមទម្លាប់មានស្ថាបត្យកម្មមានប្រវត្តិសាស្ត្រមានអត្តសញ្ញាណខាងក្នុងទៀតមានមនោចេតនាមានមនសិការមានឧត្តមគតិមានគំនិតស្នេហាជាតិមានភ្លើងជាតិនិយមបើនិយាយពីភាពសៅបងមានទោសៈមានលោភៈមានអីយ៉ាងមកមានទាំងក្នុងមានទាំងក្រៅទាំងអស់ហ្នឹងដំណើរហ្នឹងដូចដំណើរដែលយើងចូលទៅក្នុងផ្សារហើយគាត់វិញយើងវាមានសពគ្រប់អញ្ចឹងនេះជាការពិតមួយដែលពួកយើងកំពុងតែរស់នៅហើយពួកយើងកំពុងតែទទួលយកវាប៉ុន្តែការពិតហ្នឹងណាបើយកទៅធៀបជាមួយនឹងការពិតខាងដើមមុននឹងមានអាហ្នឹងវាហាក់បីដូចថាលែងទៅជាការពិតទៅវិញការពិតខាងដើមយ៉ាងម៉េចឥឡូវអាត្មានិយាយតែខ្ញុំមើលខ្ញុំប្រមូលឆ្នាំងដីផើងដីពីផ្សារហ្នឹងខ្ញុំប្រមូលដាក់តេះអស់ហ្មងប្រមូលទាំងអស់ហ្មងយកមកផ្សារកវួតយកតបមកយកទៅច្រកនៅក្នុងម៉ាស៊ីនឬក៏ទៅច្រកទៅក្នុងច្រកទៅក្នុងតៅមួយច្រកទៅក្នុងត្បាល់មួយយើងបុកវាទៅបុកបំបែកបន្តិចទៅយើងទម្លាយសន្តានដើមមកវាទៅដល់ពេលយើងបុកទៅលទ្ធផលចុងក្រោយនៅសល់អីលែងសល់ចានឆ្នាំងផើងផែងទៀតហើយវារំលែងនៅអត្តសញ្ញាណតខ្លួនហ្នឹងហើយនៅសល់តែគ្រាប់ធូលីហើយគ្រាប់ធូលីហ្នឹងពីដើមវានៅបាត់បឹងនោះទេនៅពីដើមវាចង់វាប៉ុន្តែសុកពួកយើងទៅប្រមូលវាយកមកសាងយកមកពូតយកមកសូនតាមសតិអារម្មណ៍របស់យើងឲ្យចេញជាការពិតថ្មីដូច្នេះរឿងរកឃើញនៅការពិតមួយទៀតពេលណាយើងបំបែកវាយើងសិក្សាលម្អិតវាព្យាយាមមើលវាដោយបរមត្តណាព្យាយាមមើលវាដោយការបំបែកចូលព្យាយាមមើលវាដែលអាត់ដល់សុក្រិតពាក្យថាបរមត្តហ្នឹងគឺអាត់តាមដំណើរដើមវាយើងឃើញថាអូការពិតគឺអញ្ចឹងទេដូចគ្នាដែរខ្ញុំពីក្បាលដល់ចុងជើងរបស់ពួកយើងដែលយើងសង្កត់ថាយើងជាស្អីហ្នឹងអាហ្នឹងការពិតរបស់យើងដែលយើងបេះចេញណាប៉ុន្តែដល់ពេលយើងបំបែកវាតាមអត្តន័យនៃមេរៀនព្រះទៅបំបែករូបធម៌ទៅពីក្បាលដល់ចុងជើងពុធាតុ4ទឹកដីភ្លើងខ្យល់ទៅម្ដុំទៅពុះទៅ
ពួកសញ្ញាទៅម្ដុំទៅពួកវេទនាទៅម្ដុំទៅកុសលធម៌ដែលជាតួសង្ខារទៅម្ដុំទៅវិញ្ញាណចិត្តដែលវាទៅម្ដុំទៅចិត្តសឹកទៅម្ដុំទៅយើងរកឃើញថាការពិតថ្មីមួយទៀតវាគ្រាន់តែជាបំលែងធៀបទេសត្វបុគ្គលលែងមានអីឃើញទេដូច្នេះអាត្មាចង់និយាយថាពេលដែលយើងយកការពិតមួយដែលពួកយើងទទួលស្គាល់វាថាចុងមែនណាហើយយកទៅធៀបជាមួយនឹងការពិតមួយទៀតដែលយើងរកឃើញជាពិសេសគឺការពិតខាងដើមនៃវាលទ្ធផលនៃការច្រឡំនិងត្រឡប់ទៅរកការលែងច្រឡំវិញដល់ពេលយើងយកលទ្ធផលដែលយើងធ្លាប់ទៅច្រឡំទៅសិក្សាធៀបជាមួយនឹងអាខាងដើមរបស់វាដែលយើងមុននឹងយើងកើតច្រឡំយើងឃើញថានោះជាការពិតថ្មីហើយអានេះវាលែងទៅជាការពិតបាត់ហើយតោះនេះអញ្ចឹងពីក្បាលដល់ចុងជើងបើយើងយកការពិតថ្មីយកមកនិយាយអត់មានសត្វបុគ្គលទេយើងនិយាយយ៉ាងដោយទុកចិត្តមកទោះបីថាពួកយើងសតិអារម្មណ៍ពិតប្រកបសារជាតិរបស់យើងមិនអាចទទួលយកទៅនឹងបានមិនមែនគ្រប់គ្នាស្ដាប់រឿងនឹងហើយស្ដាប់អស់អញចាប់ពីថ្ងៃហ្នឹងទៅអារម្មណ៍ដែលមានអញទៀតលែងមានហើយឧបាទានលែងមានហើយប្រពន្ធកូនអីលែងមានក្នុងចិត្តហើយព្រោះអីឃើញតែខណ្ឌឃើញតែទៀតវាអត់ដែរទៅអញ្ចឹងទេវាអត់ដែរទៅអញ្ចឹងតាមរយៈការនិយាយស្ដីរបស់ពួកយើងតាមរយៈការគិតប៉ុណ្្នឹងទេទម្លាយនឹងបានតាមរយៈវិបស្សនាដ៏ចាស់ខ្លាយនោះដូច្នេះយើងទម្លាយបានទេប៉ុន្តែយើងនៅតែទទួលស្គាល់វាហើយនៅតែបដិញ្ញាដោយហេតុដោយផលព្រមទទួលយកថាវាជារឿងត្រឹមត្រូវការពិតទៅសត្វបុគ្គលអត់មានតាមហេតុផលហ្នឹងណាចុះបើយើងចុចមើលទៅដូចសំណួរនៃព្រះស្ដេចមលិនសួរបនិកសេនហ្នឹងតើនិកសេនជាអ្វីទៅសក់ហ្នឹងឯងឈ្មោះស្បែកហ្នឹងឯងកញ្ចក់ហ្នឹងឯងដៃហ្នឹងឯងជើងហ្នឹងឯងច្រមុះមាត់តាណាទៅអាការៈ32ហ្នឹងឯងនិកសេនលោកចេះថាមែនទេអញ្ចឹងអីទៅវេទនាជានិកសេនសញ្ញាជានិកសេនសង្ខារជានិកសេនវិញ្ញាណជានិកសេនលោកថាក៏មិនមែនដែរអញ្ចឹងស្អីទៅឈ្មោះរបស់និកសេនជាពររបស់និកសេនបាតរបស់និកសេនភាសារបស់និកសេនដេញទៅក៏មិនឃើញបង្ហើយក្រោយគាត់ថាចុះជាស្អីពិតប្រកបទៅនិយាយភូតមែនលោកក៏ប្រាប់ថាបើចុចយកតាណាមួយអត់ទេប៉ុន្តែបើពោលដោយរូបទៅមាននិកសេនគឺកើតឡើងដោយការសន្មតទេដែលស្ដេចដែលព្រះនិកសេនហ្នឹងលោកសួរទៅស្ដេចមលិនឲ្យឆ្លើយវិញណាសួរចេះគិតថាឥឡូវមហាបុព្វជិះអតេះមកហ្នឹងស្អីទៅជាអតេះដែលខំនិយាយប្រាប់មិញភូតមែននឹមហ្នឹងកម្មហ្នឹងកងហ្នឹងរតេះហ្នឹងរនូតរនៀបខ្សែរួតហ្នឹងអាហ្នឹងឯងដែលថាជារតេះថាមែនទេអញ្ចឹងមានភូតធ្វើដល់ស្ដេចហ្នឹងភូតទៀតថាមែនទេតាមពិតទៅទាំងអស់ហ្នឹងទើបជារតេះលោកក៏ប្រាប់ថាដំណើរដែលអាត្មាភាពជានិកសេនហើយមាននាមបញ្ញត្តិថាជានិកសេនសូរសេនវីរសេនជាបុត្របរណាជាកូនបរណាជាអ្នកបួសមកពីសាមណៈណាអាសនៈខាងណាមានភាសាប្រមាណនៃដើមហ្នឹងគ្រាន់តែជាបញ្ញត្តិធម៌ទេពោលដោយរួមទេតែដោយការពុះជ្រែកទៅមហាបុព្វក៏បានឃើញដែរថាវាអត់មាននិកសេនតែបើយើងនិយាយចង់ឈ្នះថាបើចាប់ពីថ្ងៃនោះអត់មាននិកសេនអញ្ចឹងអ្នកណាសម្រាប់លោកម្ចាស់ក៏គ្មានបាបដែរក៏គ្មាននិកសេនផងឈ្មោះថាធ្វើបាណាតិបាតអត់ផងចុះបើគេថ្វាយបាយថ្វាយទឹកបាត់បនមកពីណាបើគ្មាននិកសេនផងនោះឯណាបនតើអ្នកណាអ្នកធ្វើល្អអ្នកណាអ្នកធ្វើអាក្រក់អ្នកណាអ្នកធ្វើអនន្តរកម្មអ្នកណាអ្នកសម្រាប់មេដាបេដាអ្នកណាជាពីលអ្នកណាជាបណ្ឌិតបើលែងមានហើយក៏មិនមែនយើងនិយាយយ៉ាងដែរពួកយើងយល់គ្នាបានថានៅក្នុងការពិតបែបបញ្ញត្តិធម៌ពីល្អអាក្រក់មានមែនអ្នកសាសិលមានមែនអ្នកនិយាយពាក្យពិតមានមែនសប្បុរសជួយគេមានមែនយើងឃើញលក្ខណៈច្បាស់តើអ្នកមិនបៀតបៀនគេយើងហៅសប្បុរសអ្នកបៀតបៀនគេយើងហៅពីលវាខុសគ្នាណាមិនអត់ណានេះជាការពិតណាអញគេឯងមានតាសមណៈព្រាហ្មណ៍មានអ្នកថ្វាយទៀនមានឋានសួគ៌មានបនបាបសត្វដែលរងទុក្ខមានមែនព្រោះនេះជាការពិតនៅក្នុងសមតិធម៌ប៉ុន្តែការពិតទាំងឡាយនេះដល់ពេលយើងយកទៅទម្លាយយកទៅសិក្សាជាមួយនឹងអត្ថនៃបារមត្តយើងរកឃើញថាវាលែងទៅជាការពិតបាត់ទៅសំដួលសួរថាតើជាប្រយោជន៍អីទៅនេះអត្រេទីពេតើជាប្រយោជន៍ដែរក្នុងការសិក្សារឿងនេះវាជាប្រយោជន៍ដែរនៅត្រង់ថាបើពេលយើងយល់រឿងហ្នឹងទោះបីថាកិលេសវាមិនអស់ប៉ុន្តែអាក្តីប្រកាន់មកវាលែងដូចមុនណាឥឡូវសាក់លបងគិតខ្ញុំបើខ្ញុំរស់ក្នុងការគិតពិចារណាអញ្ចឹងខ្ញុំរស់នៅសង្គមខ្ញុំឃើញថាខ្លួនខ្ញុំខ្លឹមសារប៉ុណ្ណាទៅដល់ពេលដឹងការពិតចឹងហើយនៅពីក្បាលដល់ចុងជើងនោះវាណាស់ណាយទៅដែលខំប្រឹងយកដីយកធ្លេគេនោះដើម្បីច្រកអំពន់វានោះវាមានប្រយោជន៍ស្អីណាស់ទៅដែលខំប្រឹងរកស៊ីផ្នែកសផ្នែកខ្មៅកិច្ចរដ្ឋផងកិច្ចបុគ្គលឯកជនផងគេជេរពេញស្រុកឯខុសប្រមូលនោះយកទៅច្រកតាណាទៅច្រកបាវសម្ដៅយកខ្លួនហ្នឹង
ឡើងឆៃមើលបាវឯងពីក្បាលដល់ចុងជើងមានកន្លែងណាមួយមានសារៈសំខាន់ទេជាស្អីពិតប្រាកដអត់ផងឲ្យប្រឹងនោះប្រឹងញោមអាត្មានិយាយដដែលថាវាមិនអាចធ្វើឲ្យយើងគ្រប់គ្នាទៅអស់កលេសស្អីអូអ្នករៀនអភិធម្មអញ្ចឹងអ្នកសិក្សាពីអត់អស់ហ្នឹងមិនឲ្យលែងប្រកាន់ណាលែងមានតម្រេកលែងមានចំណងលែងខឹងលែងមានកំហុសលែងជាប់ចម្ពាក់លែងត្រូវការលុយត្រូវការកាក់លែងចង់មានគ្រួសារលែងគិតគូរសង្គមអញ្ចឹងថាមិនមែនទេអញ្ចឹងអត់ប្រយោជន៍សោះមែនថាមិនមែនទេញោមមិនមែនទេហើយណាក៏វាជួយសម្រួលការប្រកាន់ងាប់របស់យើងដែរខ្ញុំគិតថាមែនឬមិនមែនលោកអាត្មាចេះថាកែលោខ្ញុំថាកណាសិក្សាវាបានអីសោះដូចតែដើមអានោះមិនដឹងធ្វើម៉េចណាវាអាស្រ័យទៅលើមនសិការរបស់ញោមដែរខំរៀនសិក្សាប៉ុណ្ណឹងឲ្យយល់ប៉ុណ្ណឹងដូចមានស្រាលអីបានបន្តិចចុះហើយណាបើយើងចេះនឿយណាយចំពោះរឿងខ្លះដែរញោមជាពិសេសនឿយណាយរឿងទៅធ្វើទុច្ចរិតសង្គមហត់នឿយចុះដើម្បីអីទៅមួយជើងរស់នៅខ្លួនឯងវាខំសារវាមានស្រេចហើយនេះក៏ប្រឹងរហូតដល់គេឈាមដាពេញនគរឲ្យឯងសងំស៊ីម្នាក់ឯងដើម្បីតានោះដើម្បីអីផងឯងខំណាស់ណាដើម្បីខ្លឹមសារមួយដល់ពេលមករកខ្លឹមសារហ្នឹងឆែកមើលទៅអត់សោះស្បោងទៅទេពីក្បាលដល់ចុងជើងមានបវៀនបតាំងមានអាចអីចឹងទៅមានខ្ទុះនោមមានចិត្តចេតសិកចឹងទៅគុំគ្នាទៅដល់ថ្ងៃក៏ទៅបាត់ទៅហើយការរស់នៅខំរហូតដល់គេយកពេញប្រទេសនេះវាអត់ត្រូវដល់ពេលយើងនឹកទៅវានឿយខ្លះដែរវានឿយខ្លះដែរចាំបានទីខំពុភៈពីរឿងនៅខ្ញុំស្ដាប់ខ្ញុំទៅជាអ្នកមានអ្នកក្រកាន់តណែងអីដែរក្នុងពេលនេះស្មានមិនដឹងទេស្មាននិយាយខ្ញុំស្ដាប់ចាណាទៅមានក៏ប្រឹងទៅធ្វើអាក្រក់ទៅញោមអ្នកយល់ពីដំណើររឿងហ្នឹងមានត្រឡប់ទៅជាសង្វេគចំពោះជីវិតផងគ្នាវិញបើសិនបើមានសមត្ថភាពគួរទៅជួយមនុស្សវិញវាណាត់អាណិតដល់ត្រង់ថាយើងនោះក៏យ៉ាប់ទៅហើយគ្នានោះក៏ប្រយ័ត្នទាំងពីរគ្រឿងនោះអត់ខ្លឹមសារដូចតែគ្នាសោះជ្រុលជារស់នៅទៅហើយថាយ៉ាងនោះខ្ញុំចង់កើតឲ្យប្រមាណដែរទេអ្នកខ្លះជ្រុលជារស់នៅទៅហើយបើទៅសម្លាប់ខ្លួនពៀនយកច្បាទៅវាមិនទៅនៅហ្នឹងមានជាដំណើររួចចាក់ទុកទេយ៉ាងចេះទ្រាំរស់ប៉ុន្តែវេទនាត្រង់ឃើញថាបើយើងគ្រាន់បើឃើញមកខាងទៀតវេទនាជួយគ្នាទៅពូសង្វេយត្រង់ថាអញក៏យ៉ាប់គេនោះក៏យ៉ាប់ទោះបីក្នុងសង្គមគេមានបែងចែកអ្នកពុះអ្នកទៀបអ្នកគ្រាន់បើអ្នកមិនគ្រាន់បើតែដល់ពេលពួកយើងមើលដោយរួមទៅណាគ្រាន់បើជាងណារងទុករងកម្មមួយទៅគ្នានឹកដល់រឿងហ្នឹងជាដើមណាញោមទើបមិនអាចបំផ្លាញប្រទេសខ្លួនឯងបានបើមិនដឹងជួយអ្នកស្រុកមិននៅឲ្យស្ងៀមទៅមានគិតអញ្ចឹងស្រុកយើងបើចេះគិតអញ្ចឹងគ្រប់គ្នានោះធូរបាត់ហើយគាត់មិនណាគេទៅគិតអញ្ចឹងមែនអត់ខ្ញុំគិតថាបើមនុស្សគ្រប់គ្នាគិតតែអញ្ចឹងទៅបានតិចម្នាក់គិតតែរបៀបអញ្ចឹងទៅប្រហែលជាស្រាលស្រុកយើងហ្នឹងមែនអត់ខ្ញុំគិតថាស្រាលណាស់ទេរឿងរ៉ាវសប្ងៃស្រាលណាស់អត់ទៅតឹងជាងមុនដូច្នេះអាត្មាឥឡូវយើងត្រឡប់មកវិភាគខាងដើមវិញទៀតកំពុងតែនិយាយអំពីការពិតនៅក្នុងបញ្ញត្តិធម៌ការពិតនៃចានឆ្នាំងជាខាងដើមហើយស្រាប់តែវាលែងคล้ายជាការពិតទៅវិញនៅពេលដែលយកការពិតបែបនេះទៅធៀបជាមួយនឹងការពិតខាងដើមយកឆ្នាំងទៅកប់ក្នុងដីឃើញតែក្របខ្សាច់ទេនេះការពិតថ្មីលេចរូបរាងមកតោះណាញោមហ៎ឥឡូវយើងយកអាការពិតថ្មីមិញហ្នឹងដែលយើងថាចាត់ទុកថាជាធាតុទាំង4មិញណាទឹកដីភ្លើងខ្យល់ណាក្របធូលីនោះយើងថាវាក្របធូលីវាជាបតវ័យធាតុឥឡូវយើងថាតែ4ចុះទឹកដីភ្លើងខ្យល់យើងទទួលស្គាល់ថាហ្នឹងជាការពិតហ្នឹងហើយជាការពិតប៉ុន្តែការពិតហ្នឹងអត់ទាន់សុក្រិតទេណាការពិតហ្នឹងនៅចាត់ទុកថាមិនមែនជាការពិតបានទៀតអត់ទាន់ទៀតព្រោះហេតុអីមិនចឹងខ្ញុំព្រោះអាធាតុដែលយើងសម្គាល់មិញហ្នឹងវាអត់ថេវាត្រឡប់ត្រឡិនវារងការពុកផុយប្រែប្រួលវាដូរសភាពទោះបីក្របធូលីមួយហ្នឹងក៏វាមិនរួចអំពីអនិច្ចលក្ខណៈដែរមិនយកមិនឆាប់វាផ្លាស់ខ្លួនវាទៅជាស្អីទៀតដែរវាប្រគំទៅជាស្អីហើយវាបែកទៅជាអីទៀតដែលឈ្មោះថាស្អីមួយថេសំបីមិនតសៃក៏អត់ដូច្នេះចាប់ដើមធ្វើយើងគិតទៀតថាមិនដែលយើងចាត់ទុកថានឹងហើយជាការពិតខាងដើមតែមួយណាជាសច្ចៈខាងដើមតាមពិតមែនផងចាប់ដើមយកមកពិចារណាទៅឃើញថារងណានិច្ចលក្ខណៈរងនៅទុក្ខលក្ខណៈរងណាអនត្តលក្ខណៈហើយមានភាពមិនថេប្រែប្រួលត្រឡប់ត្រឡិនមួយយ៉ាងទៅវានៅលើការសម្គាល់ចិត្តរបស់យើងទៀតបើចិត្តយើងនៅធ្វើការយើងសម្គាល់ថាធាតុនឹងមានទៅបើចិត្តយើងដេកលក់ឬរលត់បាត់ទៅតើធាតុទាំងអស់ហ្នឹងមានទេដោយយើងសម្គាល់ថាពិភពលោកវាមិនណាហ្នឹងនៅពេលដែលយើងមានចិត្តថាចុះបើចិត្តយើងខឹបបាត់ទៅហើយពិភពលោកមានទេអត់សពថ្ងៃពិភពលោកមានមិនមាននៅលើចិត្តថាឲ្យងាប់ឯណាដែលមានពិភពលោក
មនុស្សសឡប់ឯណាដែលមានពិភពលោកពិភពលោកពណ៌ផ្សេងចម្ពូឬក៏ពណ៌ខ្មៅហ្នឹងវានៅចិត្តតែដូច្នេះចាប់ដើមឃើញថាអាមិញហ្នឹងសំបីតែអាមិញហ្នឹងអាបំណែកទូចដែលយើងទុកថាហ្នឹងជាការប៉ັດមិញក៏คล้ายទៅជាលែងនឹងនៅទៅទៀតការប៉ັດឯណាដែលនៅតែមានបច្ច័យខាងក្រៅចូលទៅរំខានឲ្យប្រែប្រួលទៅដែរមិនទុកថាជាការប៉ັດទៀតលែងសុក្រិតទៀតញ៉ាំតើស្អីទៅជាការប៉ັດប្រកបដេញទៅទៀតដល់ពេលដេញទៅមានតែដូចតែលោកថាមែនដូចតែអរិយបុគ្គលទាំងឡាយលោកនិយាយពីរឿង4យ៉ាងហ្នឹងមានតែ4នោះទេបានទុកថាជាដំណើរមួយដែលវាយ៉ាងណាយ៉ាងនោះណាប៉ុន្តែដំណើរពិតមានតែអញ្ចឹងឯងឧទាហរណ៍អានេះជាលក្ខណៈស្អីក៏ដោយក៏មិនរួចពីត្រឹមដែរគ្រប់យ៉ាងត្រូវតែអញ្ចឹងហើយអានេះជាលក្ខណៈគ្មានអាណាគាត់បានដឹងតែអញ្ចឹងមកកិច្ចមិនរួចពីវាដឹងតែអញ្ចឹងទុក្ខសច្ចៈទើបជាពិតតាមដំណើរពិតសមុទយសច្ចៈទើបជាការពិតតាមដំណើរពិតនិព្វាននិរោធសច្ចៈទើបជាការពិតតាមដំណើរពិតឯបច្ចេកទេសក្នុងការរំដោះខ្លួនចិញ្ចាក់ទុកគេឲ្យឈ្មោះថាអដ្ឋង្គិកមៈនោះក៏ជាការពិតតាមដំណើរពិតដែរមានន័យថាបើនិព្វានមានពិតដើម្បីដល់និព្វានបានវាតតែមានបច្ចេកទេសមួយជាការពិតពីដើមទេយើងមិនដែលដឹងថាអូមានវិធីរំលាយវត្តដាក់សង្សារដែរនោះយើងនឹកស្មានថាមិនដែលមានទេពួកយើងដឹងផងឥឡូវព្រះសម្ពុទ្ធប្រកាសឲ្យថាវាមានដែរមិនមែនសត្វលោកត្រូវទៅវល់វាមានបច្ចេកទេសរំលាយឲ្យជាប់យ៉ាងដែរវាមានដែរណានឹងជាការពិតមួយដែរណាគេឲ្យឈ្មោះថាមគ្គសច្ចៈពិនិត្យទៅពិនិត្យមកមានតែឃើញអត្តន័យទាំងអស់ហ្នឹងទេទើបរាប់ថាជាការពិតតាមដំណើរពិតក្រៅពីនោះស្អីក៏ដោយលក្ខណៈអីក៏ដោយវត្ថុអីក៏ដោយធាតុអីក៏ដោយមានលក្ខណៈបែបណាក៏ដោយនៅតែរកឃើញថាវាមិននឹងណោរឹងក្តៅទុនត្រជាក់ជ្រាយស្ករខ្មៅជូរប្រៃល្អអាក្រក់កុសលអកុសលបំណែកមួយមកភិកមកជ្រុងមករសជាតិទោះបីថាយើងបំបែកទៅឃើញវាល្អិតទុយយ៉ាងដែរប៉ុន្តែចាក់ច្បិចយកមួយហ្នឹងមកពិនិត្យមើលទៅនៅតែមិនផុតពីការប្រែប្រួលនៅតែមិនផុតពីការផ្លាស់ប្ដូរនៅតែត្រឡប់ត្រឡិតដូច្នេះទុកវាថាមិនជាការពិតទេបើយកទៅធៀបជាមួយនឹងអរិយសច្ចៈសរុបមកវិញបទវិភាគរបស់យើងចង់និយាយថាពេលណាញោមឃើញការពិតមួយដែលយើងសម្គាល់ថាជាការពិតទៅហើយណាហើយស្រាប់តែយើងយកការពិតហ្នឹងទៅសិក្សាតទៅទៀតយើងរកឃើញការពិតថ្មីដែលវាល្អិតជាងហ្នឹងដែលវាត្រឹមត្រូវជាងហ្នឹងដូច្នេះយើងទុកអាការពិតខាងដើមថាជាមិនពិតបន្ទាប់មកយើងទទួលយកការពិតថ្មីដល់ពេលយើងយកការពិតថ្មីដែលយើងចាត់ទុកថាទុកចិត្តមែនហើយនោះយកទៅសិក្សាតទៀតយើងនៅតែឃើញថាវាអត់ត្រឹមត្រូវទៀតដូច្នេះវានឹងคล้ายទៅជាមិនការពិតម្ដងយើងទទួលបានការពិតមួយទៀតដល់ពេលយើងយកការពិតនោះទៅសិក្សាតចង់បង្ហើយក្រោយតើស្អីទៅទើបជាការពិតតាមដំណើរពិតពុទ្ធសាសនាទុកអរិយសច្ចៈ4ការពិតមានតែ4នោះទេពិតតាមដំណើរពិតគឺហ្នឹងដែលឲ្យឈ្មោះថាអេកន្តសច្ចៈគឺមានតែ4ហ្នឹងទេក្រៅពី4រឿងហ្នឹងជាវាច់បញ្ចូលគ្នាក្នុងអត្តមួយថាមិនរាប់ថាជាការពិតត្រឹមត្រូវទេព្រោះវាអត់នឹងណោដោយថ្មឧបមាពីរឿងទឹកដោះគោមិនអញ្ចឹងខ្ញុំរត់ពីមេគោមកដបងដៃវាគេហៅស្អីទៅភាសាបាលីគេឲ្យឈ្មោះថាថៃរៈទឹកដោះសដល់ពេលយើងទុករៀងយូរបន្តិចវាចាប់ផ្ដើមពណ៌វាចាប់ផ្ដើមលឿងហើយប្រែទៅទៀតហើយណាទៅជាទឹកដោះជូរបែកពពុះឯណាមកសន្ទុះក្រោយផ្លេចមើលក៏បើវាចាប់ផ្ដើមទៅជាកកទៅជាតធិដល់ពេលគេយកអាដុំកកខាប់ហ្នឹងយកទៅចម្រាញ់ទៅមកសន្ទុះក្រោយវាបានទៅជាថ្លាវាទៅជាសាប៉ែវាទៅជាអីតអញ្ចឹងរបៀបតែអញ្ចឹងយើងឃើញស្អីមួយនៅក្នុងលោកដែលយើងគាត់ថាការពិតអាហ្នឹងវានៅតែមានការប្រែប្រួលអត់ចប់ទេគ្រាន់ថាយើងពិនិត្យវិច័យវាមិនដល់ដូច្នេះដោយសរុបមកបើសួរថាស្អីទៅទើបជាការពិតស្អីទៅទើបជាសច្ចៈពិតប្រកបនៅក្នុងពុទ្ធសាសនាគឺមានតែរិយសច្ចៈ4ទេក្រៅពីនោះយើងវិភាគហើយមិនឃើញទេមិនឃើញថាវាគួរដល់ការរាប់ថាជាការពិតមែនតែនទេព្រោះវានៅតែត្រឡប់ត្រឡិតវានៅតែប្រែវានៅតែព្រួលវានៅតែត្រឡប់ត្រឡិនវានៅតែបង្កើតការភ័ន្តច្រឡំអាត្មានិយាយបន្ថែមតិចទៀតណាឧទាហរណ៍នៅក្នុងចិត្តរបស់ញោមយើងនិយាយតែចិត្តទេណាកុំនិយាយកាយ
នៅក្នុងចិត្តរបស់យើងមានធាតុពីរសំខាន់អាត្មាប្រើពាក្យថាធាតុទី1ធាតុល្អអាណិតគេចង់ជួយគេយើងហៅថាកុសលភាសាបាលីហៅថាកុសលភាសាខ្មែរហៅធាតុល្អមួយទៀតដែលវាខ្មៅចង់បានរបស់គេកុហលកាហាយរករឿងគេជាបាតគេចង់សម្លាប់គេអញ្ចឹងអាពីរនោះដូចគ្នាទេខ្ញុំអត់ដូចទេវាមានលក្ខណៈដាច់ដライគ្នាណាដូចប្រៃនឹងជួបដូចគ្នាទេខ្មៅនឹងសបដូចគ្នាទេព្រះច័ន្ទនិងព្រះអាទិត្យដូចគ្នាទេវាផ្ទុយគ្នាជាគូធរទាំងឡាយអាទាំងពីរហ្នឹងវាមិនដូចគ្នាទេវាមានឯកលក្ខណៈខ្ញុំស្គាល់ថាពាក្យហ្នឹងមានលក្ខណៈដាច់ដោយឡែកផ្ទាល់ខ្លួនដូច្នេះយើងអាចនិយាយបានថានៅក្នុងចិត្តរបស់យើងខ្ញុំរកឃើញធាតុពិតពីរមិននិយាយច្រើននិយាយតែពីរបានណាទី1ចិត្តជួយគេទី2ចិត្តចង់តែបាច់កគេអ្នកអាពីរហ្នឹងមានឯកលក្ខណៈរៀងខ្លួនហើយវានៅក្នុងចិត្តខ្ញុំជាការពិតពីរដាច់ដោយឡែកយើងបានការពិតពីរប៉ុន្តែដល់ពេលយើងយកការពិតពីរហ្នឹងទៅសិក្សាយើងពិនិត្យមើលថាវាទៀងតែអញ្ចឹងទេវាថេតែអញ្ចឹងវារសាអត់ដើមវាបានអត់ទេពិនិត្យទៅកុសលកើតហើយក៏លុតអត់មានចិត្តល្អណាមួយនៅថេម្ដុំទេខ្ញុំត្រឹមតែជានាមធម៌មួយដូចតាភ្លើងវឹបទៅវឹបមកបាត់កុសលកើតលុតទៅបាត់អកុសលកើតលុតទៅបាត់កុសលកើតបដូរទៅបដូរមកហើយតួគណៈកុសលមួយហ្នឹងគ្រាន់តែតាំងឡើងគ្រាន់តែកើតឡើងតាំងនៅបែកធ្លាយទៅវិញតែ3គណៈទេដល់ពេលបញ្ញខណ្ឌបែកធ្លាយចិត្តកុសលអត់ទាំងណាគឺឈប់ទៅទៀតយើងរកទៅឃើញថាអាស្អីដែលយើងចាត់ទុកថាជាការពិតមិនក៏វានៅតែត្រឡប់ស្រឡឹងចឹងកុសលជាបច្ច័យដល់អកុសលជាបច្ច័យដល់កុសលត្រឡប់មកម្យ៉ាងវាមិនថេផងវាមានសាមញ្ញលក្ខណៈរួមវានៅតែអនិច្ចំទុក្ខអนัตតាទៀតដូច្នេះយើងចាប់ផ្ដើមលែងទទួលស្គាល់វាថាជាការពិតដ៏សក្តិទៀតហើយឃើញទេឥឡូវយើងកុំនិយាយពីរឿងផ្លូវចិត្តយើងនិយាយពីកាយវិញពីក្បាលដល់ចុងជើងរបស់យើងសម្គាល់ថាខ្លួនយើងវាមិនខុសទេវាខ្លួនយើងមែនខ្លួនគេផងវាជាសត្វមែនតែដល់ពេលយើងពុះជ្រៀករំលែកជាធាតុទាំង4យើងរកឃើញបតវ័យធាតុរឹងអបោធាតុទឹកតេជោធាតុក្តៅវិយោធាតុខ្យល់យើងចាត់ទុកថានេះការពិត4យ៉ាងពីមុនអាចច្រឡំតែមានខ្លួនឥឡូវឃើញការពិត4យ៉ាងដល់ពេល4យ៉ាងវិញក៏នៅតែមានលក្ខណៈអនិច្ចំទុក្ខអนัตតាទៀតមួយសត្វតែមានឯកលក្ខណៈប៉ុន្តែទាំងអស់ហ្នឹងរួមនៅក្នុងសាមញ្ញលក្ខណៈវានៅតែត្រឡប់ទៅឡើងដដែលបដូរទៅបដូរមកយើងលែងទទួលស្គាល់វាថាជាការពិតតាមតាណាពិតទៀតហើយសរុបទៅតើស្អីទៅក្នុងពុទ្ធសាសនាហ្នឹងទើបរាប់ថាជាការពិតតាមតាណាពិតមានតែអរិយសច្ចៈ4ទេស្ដាប់បានទេខ្ញុំមិនទៅនិយាយវិភាគរឿងចឹងសម្រាប់អ្នកថ្មីសតដូចនឹងនិយាយពីអីខ្ញុំស្ដាប់បានខ្លះទេខ្ញុំស្ដាប់បានខ្លះទេសូមក្រាបថ្វាយបង្គំលោកម្ចាស់គ្រូខ្ញុំកណាសិស្សថ្មីជាងគេហើយស្ដាប់បានហ្នឹងប្រហែលជាខ្ទង់ 10% ទេលោកម្ចាស់ 10% ក៏បានដែរយកតែ10ហ្នឹងទៅស្អែកយក10ទៀត20បាត់8ថ្ងៃក្រោយទៅ 100% មែនអត់កណាកំពុងតែព្យាយាមស្ដាប់មែនតើហើយអត់ហ៊ានកម្រើកលកជាទេខ្ញុំដឹងគោលបំណងរបស់អាត្មាក្នុងវងកញ្ចក់អាត្មាសុកនាំយកមកវិភាគរឿងនោះដឹងថាចង់បានអីធម្មតាអ្នកធ្វើអីក៏មានការចង់បានប្រភេទដែរការចង់បានវាមិនមែនថាជាប្រយោជន៍ទេជាប្រយោជន៍ដែលគេប៉ងជាផលចំណេញទេប៉ុន្តែចង់និយាយថាគេមានគោលដៅរបស់គេមួយពួកអាត្មាចេះនឹកឃើញថាទោះបីថាយើងជាពុទ្ធសាសនិកមិនបានទៅដល់និព្វានស្អីវគ្គផលអីបច្ចុប្បន្នហ្នឹងប៉ុន្តែបើគ្រប់តែគ្នាគ្រប់តែវ័យឲ្យតែមនុស្សវ័យមានវ័យធំល្មមចេះស្ដាប់ហេតុផលបានយល់ពីរឿងហ្នឹងហើយណាពួកគេមិនធ្វើអាក្រក់ក្នុងសង្គមទេជឿថាអញ្ចឹងឲ្យតែបានយល់ពិតមែនវាថាធ្វើទៅក៏រឿងតាក់ដែរចេះគាត់ថាដឹងដាំអីអញ្ចឹងធ្វើទៅវាឃើញតែហត់នឿយបើហត់ក្នុងរឿងកុសលទៅហត់ក្នុងរឿងមិនជាកុសលទេហត់រឿងបាយទឹករោគស៊ីប៉ុន្តែវាមិនមែនទុច្ចរិតអីវាចេះតែទ្រាំហត់ទៅវាយើងចង់បានណាប៉ុន្តែហត់ទៅហើយនោះហត់ណាហត់នៃរឿងច្រើនយ៉ាងហ្នឹងគឺយំស្រែកគ្រប់គ្នាវេទនាដល់ស្រែកទាំងមកដល់ពេលមកដើម្បីអីដើម្បីរាងកាយដល់ពេលមកមើលរាងកាយវិញឆៃទៀតទៅដូចប្រពន្ធមួយឡើងពេញនោះវាលូប្រគុណហើយនឹងលិមុខពេញនោះដូច្នេះមានពេលខ្លះទៅវាហត់រឿងនោះខ្ញុំមិនដឹងហត់ទៅរឿងជិះជាន់គេមិនទៅជាបើមន្ត្រីក៏ហត់អញ្ចឹងពលរដ្ឋធម្មតាក៏ហត់អញ្ចឹងទៅយើងគូធូសបោយដែររឿងទុច្ចរិតសង្គមនោះ
ខ្ញុំជឿថាអញ្ចឹងនេះតែមកអញនិយាយនោះបំណងឃើញថាអ្នកស្ដាប់បានហើយជាគិតអញ្ចឹងថ្ងៃក្រោយគាត់ជាស្អីពុំមានអាខ្នត់គំនិតអញ្ចឹងទៅមួយបើប្រឹងមានតែប្រឹងក្នុងរឿងត្រឹមត្រូវទេប្រឹងរឿងរកស៊ីប្រឹងរឿងអីពុំខុសទេទោះបីរកស៊ីនោះវាកើតតណ្ហាក៏ដោយប្រឹងរឿងកសាងប្រទេសអភិវឌ្ឍប្រទេសប្រឹងរឿងជួយជ្រោមជ្រែងគ្នាហត់ក៏ហត់ទៅក៏វាមិនអាក្រក់ដែរដោយសារមានអាផ្នត់កំណត់ថាបើយើងទៅធ្វើអាក្រក់ទៅវាហត់នឿយណាស់ហើយវាមិនដឹងដើម្បីអីកាហ្វេអង្គមព្រះអង្គខ្ញុំកណាសូមសួរក្រៅប្រធានបទមួយដោយសារវាជាបន្ទុកឬជាកង្វល់មួយដែលតែងតែគិតពីមុនមកគុណក្រុមគ្រួសារខ្ញុំកណាតាំងពីដូនតាមកនឹងខ្វល់ខ្វាយពីរឿងការសាងសង់ការស្ថាបនាចេតិយដើម្បីយើងដាក់ធាតុបន្តគ្នាអញ្ចឹងណាដល់ពេលពីមុនមកខ្ញុំកណាក៏គិតអញ្ចឹងដែរគិតថាអូតើដល់ពេលស្លាប់ទៅនឹងគួរតែរៀបចំមានចេតិយមានអីអញ្ចឹងអត់ប៉ុន្តែដល់ដំណាក់កាលចិត្តពេលនេះខ្ញុំកណាបែរជាគិតថាអត់មានប្រយោជន៍ទៅវិញអញ្ចឹងតើការគិតរបស់ខ្ញុំកណានឹងវាមានផលប៉ះពាល់អីទេឬក៏វាជាការគិតដោយដូចថាអត្តនោម័តខ្លួនឯងពេកឬយ៉ាងម៉េចខ្ញុំកណាដូចជាវាបាក់សម្រាប់ចិត្តកន្លែងហ្នឹងគុណតែឬក៏មានផលប៉ះពាល់អីទេជាធម្មតាទេញោមកណាការយល់ដឹងវាមុតស្រួលជាងមុនវាសម្រួចការងារតាមនោះដែរនិយាយស្រួលស្ដាប់ថាបើយើងមិនដឹងថាណាមានប្រយោជន៍ទេកិច្ចការរបស់យើងវាច្រើនណាស់ជួនកាលស្ទើរតែពាក់កណ្ដាលជីវិតយើងទៅរវល់ជាមួយរឿងអត់សូវមានប្រយោជន៍តែនៅពេលណាការយល់ដឹងរបស់យើងស្រួលជាងមុនមិនមែនយើងខ្ជិលទេប៉ុន្តែវាត្រឡប់ឲ្យយើងនឹងសម្រួចការងារថាមានតែរឿងចាំបាច់ទេពេលដើមខ្ញុំគិតថាធ្វើចិត្តដីនោះវារឿងសំខាន់ណាស់វាអាចពាក់ព័ន្ធនឹងអាណាគតជាតិអីទៅទៀតអីចឹងតែដល់ពេលយើងត្រឡប់មកយល់សារថ្មីទៅគឺថាគិតទៅមិនដឹងដើម្បីអីផងដូច្នេះវាសម្រួចថារឿងហ្នឹងក៏មិនចាំបាច់ពេកដែរតាមពិតទៅចេះទោះបីថាខ្ញុំមិនហ៊ានសម្រេចចិត្តបែបណាដែរប៉ុន្តែស្មាននិយាយតែហេតុផលឯងខ្ញុំសម្រេចយ៉ាងណាថ្ងៃនោះទៅអ្វីណាដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ផលរផង់ដល់ពេលអាត្មាអត់ជាទំនៀមទម្លាប់ប្រពៃណីដ៏ផលរផង់ស្អីទៅជាប្រពៃណីទំនៀមទម្លាប់ដ៏ផលរផង់ពាក្យថាផលរផង់វាមានន័យថាជាប្រពៃណីមួយដែលមានប្រយោជន៍សារៈខ្លឹមសារក្នុងណាវាប្រកបដោយការអប់រំវាប្រកបដោយការបង្រៀនមនុស្សឲ្យយល់ដឹងវាប្រកបដោយប្រយោជន៍វាបង្រៀនមនុស្សឲ្យសាមគ្គីវាបង្រៀនមនុស្សឲ្យទន់ភ្លន់ឲ្យសន្តិភាពឲ្យមានឆន្ទៈមានស្មារតីឲ្យមានមនសិការប្រពៃណីទំនៀមទម្លាប់បែបហ្នឹងគេប្រើពាក្យថាជាទំនៀមទម្លាប់ដ៏ផូរផង់ហើយទំនៀមទម្លាប់ឯណាដែលដូចសបុកពេញពីងទេថ្មីបើវាមាននាមថាជាទំនៀមទម្លាប់ថ្មីបើមាននាមថាដូនតាធ្លាប់ធ្វើក៏ដោយតែវាអត់ផូរផង់សំណួរសួរថាតើមនុស្សហ៊ានកពាត់ចោលវាដែរទេឧទាហរណ៍ណាថ្មមកថាគ្រួសារមួយពុកម្ដាយស្លាប់ទៅគាត់បន្សល់គោក្របីស្រែចម្ការផ្ទះ 3-4 កន្លែងមិនត្រឹមតែប៉ុណ្្នឹងឯងគាត់បន្សល់ស្រះទឹកមួយក្រោយផ្ទះទឹកបឹងទឹកថ្លឹកទឹកថ្លុកមួយនៅប្រគុណអាចមួយហើយនឹងបន្សល់បែកមួយសល់អាវកញ្ចាស់មួយសល់ត្បុកកណ្ដុរមួយសបល់ត្បុកពេញពីងមកភ្លុកទៀតបន្សល់ទាំងអស់នោះណាសំណួរសួរថាក្នុងនាមជាអ្នកជាន់ក្រោយតើប្រតិបត្តិបែបណាទៅដើម្បីកុំឲ្យមានឈ្មោះថាខុសនឹងដូនតាប្រតិបត្តិបែបណាទៅកុំឲ្យមានឈ្មោះថាជាអ្នកកវត្តចោលគេមរតកដូនតាតើប្រតិបត្តិបែបណាទៅឲ្យសមភ្នែកអ្នកចិត្តខាងថាអេអ្នកនេះមិនដឹងគុណដូនតាខ្ញុំគិតមើលបើជាអាត្មាណាអាត្មានិយាយញោមឯងឥឡូវញោមមិនដឹងហើយបើជាអាត្មាអត់ខ្វល់អំពីរឿងអ្នកស្រុកគេថាទេវាត្រូវមកខ្វល់តើប្រពៃណីទំនៀមទម្លាប់ណាដល់ផុសរផង់ណាមិនផុសរផង់អាមិនផុសផងឧទាហរណ៍ចុះបើអាវនឹងគាត់បសល់ទុកវាកាចាស់ហើយពោះវិញនៅក្នុងទៀតមកលាស់មិនចេះពាក់អោដូនតាបសល់មកប្រគុណលាមុខវាដើមប្រគុណអាចយើងមិនទាន់មានអីឃ្លុំបេដូចយើងត្រឹមត្រូវណាជុះក្នុងបឹងនោះតែត្រៀបត្រានៅនោះអារបស់ដូនតាយើងទុកហិតទេអូសល់ទុកយូរហើយដឹងតែហិតអញ្ចឹងទៅដូចគ្នាដែរណាញោមដូនតាយើងផ្លាស់ប្ដូរទំនៀមទម្លាប់ប្រពៃណីមករាប់ពាន់រាប់រយឆ្នាំតែយើងកំណត់មិនបានថាណាមានប្រយោជន៍ណាអត់ប្រយោជន៍ហើយណាគួរយក
ក៏យ៉ាងនៅមានក្តីសង្ស័យថាតើវត្តសាសន៍នឹងកន្លែងណាជាប្រពៃណីរបស់ខ្មែរណាមិនមែនឧទាហរណ៍ចូលរូបសន្ធិដ្ឋរូបផឹកទឹកបឹងបេះផ្លែឈើស៊ីលឹកជើពោះដោះទុះទេចេញចូលនឹងដូនតាទៀតអត់តទេសូនប្រែតខ្មោចព្រាយទាំងឡាយបកកើតក្រោយសម័យលង្វែកនេះដូនតាយើងណាទៅឈួតអាលីចឹងពាក់បោះពាក់កថាស៊ីស្លាមលូទុកសក់កត្រាញ់មិនទៀតសាពះគោសាពះត្រីក្រាបលូនយកបោះរុំក្បាលរំអញ្ញអញួរអាដៃអាជើងធ្វើខ្លួនដូចសុកកត្រកមកមិញមកមាំងតែឆ្នាំដោះថ្មិញមិនដោះផងស៊ីមាត់ស្អុយយើងទៅសក់មានតត្រៃក៏មិនកាត់សើតប្រមូលមកទាំងអស់ជាពិសេសអានំឈួតលេងគិតអីគិតតបនគិតតសាពះហ្នឹងអាហ្នឹងបោះដូនតាដែរដូនតាដែរមិនដឹងដូនតាណាដូនតាសរសៃប្រាសាទគាត់រៀនស្លាប់ទៅគាត់បានយកទៅជាមួយហើយជួនក្រោយមានដេញដោលទេដូនតាសរសៃប្រាសាទនេះយកមកធ្វើមិនបោះដូនតាទេសម្រាប់ស្មាមួយខាំងយ៉ាងមកដាច់កន្លះហ្មងអញស្គាល់ដូនតាអញឈួតទាំងទេនឹងមិនបោះដូនតាទេណាថាអីធ្វើទៅអត់ខ្វល់ទេមកផែនដីនឹងទួមត្រូវគេកុំខ្វល់ទេមិនបោះដូនតាអត់យកញោមរឿងចេះដីនោះពីដើមទេគេមិនដែលធ្វើក្នុងវត្តនេះណានៅក្នុងពុទ្ធសាសនាចេះដីលោកសម្ដែងថាជាទីកន្លែងស័ក្តិសមសម្រាប់តបុគ្គលអស្ចារ្យទេទី1ប្រពុតអស្ចារ្យទេយើងទៅធៀបម៉ែឪមួយយើងប្រពុតមិនសមនោះទទួលស្គាល់ព្រះអង្គអស្ចារ្យទៅទី2ស្ដេចចក្រពត្តិទី3ព្រះបច្ចេកពុទ្ធទី4ព្រះរហន្តឥឡូវបង្ហើយក្រោយនឹងព្រះមហាក្សត្រវីរជនរបស់ជាតិយើងធ្វើទៅសដោបមួយអញ្ចឹងប៉ុន្តែសួរថាចុះបើយើងធ្វើចេះអីដាក់ម៉ែពុកដោយក្តីគោរពវាខុសដែរមិនមែនថាមិនខុសទេប៉ុន្តែដល់ពេលយើងធ្វើសពថ្ងៃវាមិនបានបដោតទៅលើការគោរពឲ្យត្រឹមត្រូវទេវាសត្វតែបកករឿងច្រើនណាស់ធ្វើក្នុងវត្តត្រូវទិញដីវត្តណាហើយតាមគោលការណ៍វិន័យរបស់វត្តដីវត្តមិនអាចទិញបានទេកុំថាគ្រូសោតលោកកុំថាចៅអធិការព្រមលោកទោះប្រមូលចៅអធិការមកស្រុកហើយមានត្រារបស់មន្ត្រីសងតាំងពីលើដល់ក្រោមព្រមព្រៀងគ្នាដោយគាត់បានដែរឧបច្ឆាំងច្បាប់ព្រះដីសងគឺជាគរុភ័ណ្ឌបែបថាវរៈវត្ថុគរុភ័ណ្ឌបែបថាវរៈវត្ថុมันអាចទិញมันអាចដូរมันអាចលក់បានឡើយហើយបើជាថាវរៈវត្ថុជាគរុភ័ណ្ឌរបស់សងហើយទោះបីថាសម័យកាលប្រែប្រួលទៅប៉ុណ្ណាដោយអត់មានការផ្លាស់ប្ដូរឡើយខុសពីគរុភ័ណ្ឌនៅក្នុងក្រមរដ្ឋវេនីទៀតណាគរុភ័ណ្ឌនៅក្នុងក្រមរដ្ឋវេនីមានថាវរៈអថាវរៈយ៉ាងដែរប៉ុន្តែទីបំផុតនៅតែមានច្បាប់មួយគឺថាធ្វើនៅការកែប្រែពីទ្រព្យរបស់រដ្ឋហ្នឹងឲ្យមកជាទ្រព្យឯកជនរបស់រដ្ឋបន្ទាប់មកបំលែងវារកស៊ីបានរហូតដល់លក់បានទៅទៀតគេរកវិធីចេញតតែឃើញតែក្នុងច្បាប់វិន័យរបស់ព្រះអត់បានដីសងដូច្នេះសំណួរសួរថាញោមប្រឹងទៅអីប្រឹងទៅតវ៉ាជាមួយលោកនោះទោះបីស៊ីសូទៅគ្នាឯងមួយអាចារ្យក៏ដោយយកដីសងដែលសងមិនបានអនុញ្ញាតមានឈ្មោះថាអញ្ចឹងហើយទៅប្រកាន់យកជាដីរបស់ខ្លួនឯងទោះបីថាយើងមិនបានប្រកាន់យកតែជារបស់ខ្លួនឯងប៉ុន្តែខ្ញុំមើលលក្ខណៈនៃការធ្វើកសាងហួងហែកហាមគាត់បើនៅភូមិថ្មគាត់ធ្វើនៅនោះយកទៅមែនតែនទៅគាត់កាប់ដើមឈើកាប់អីលោកត្រូវការសាងគាត់cũngដឹងធ្វើមិនដែរជ្រុំមួយគាត់វាជាដីរបស់គាត់ហ្នឹងធ្វើមិនបើគាត់ឲ្យលុយទៅហើយគឺគាត់ថាអញ្ចឹងគាត់តនៅនោះគាត់ដាំដំណាំនៅនោះគាត់ដាក់ស្អីនៅនោះគាត់ពេញទឹកពេញដីនោះក៏សាងរីកើតមកងាកបែបដែរសួរថាសំណួរប្រឹងទៅអីក្រែងបើយើងយល់អំពីខ្លឹមសារការស្លាប់ទៅដូចមិនសល់អីទេវាមិនមែនថាយើងចោលការគោរពឆ្អឹងទេយើងគ្រាន់តែចាត់ចែងធាតុនោះទៅតាមទំនៀមទម្លាប់ខ្មែរពីមុនប្រមូលធាតុឆ្អឹងបន្តិចមកជាអនុស្សាវរីយ៍ដាក់ក្នុងកោដ្ឋដ៏ល្អទៅហើយយើងយកទៅតម្កល់តាណាមួយរួមគ្នាដែលវាមិនប៉ះពាល់ប្រយោជន៍សាធារណៈមិនប៉ះពាល់ដីឯកជនមិនប៉ះពាល់ដីសមូហភាពមិនប៉ះពាល់ដីរដ្ឋឧទាហរណ៍ថាបើនៅស្រុកគេឆ្លាតគេរៃគ្នាទិញដីមកដើរមកកន្លែងមក5ម៉ែត្រ4ជ្រុងទៅឬក៏10ម៉ែត្រធំនេះទៅបន្ទាប់មកក៏ធ្វើចិត្តដីរួមទៅដាក់ទៅអញ្ចឹងតែម្នាក់ចិត្តដីមួយម្នាក់ចិត្តដីមួយបើយើងគិតបែបសិក្សាភូមិវិទ្យាផងពួកគេសប្បាយចិត្តទេពួកការដែលធ្វើម៉ងធ្វើចិត្តដីពេញទឹកពេញដីអញ្ចឹងអ្នកនៅរស់បាក់រស់អ្នកស្លាប់ទៅស្លាប់បាត់ទៅហើយពួកគេមានដឹងសុខទុក្ខអីទេវានៅលើអារម្មណ៍របស់យើងអ្នកចាត់ឲ្យតាធ្វើម៉ងឲ្យទៅលេទៅបាននៅវាទៅលេចង្អៀតពេកនៅមិនកើតឯងអ្នកគិតថាខ្មោចឯណាដែលមកចេះដឹងថាម៉ងនឹងចង្អៀតបើចេះដឹងអញ្ចឹងមិនហៅខ្មោចចិត្តដីដាក់វត្តចិត្តដីតូចពេកឬថាបើយើងយកធាតុទៅផ្ញើគេនៅជាមួយគេបាក់ណាអានឹងខ្មោចអ្នកគិតមែនមនុស្សអ្នកគិតញោមគិតទៅគិតមកស្មុកស្មាញអាត្មាមិនហ៊ានអាកាត់ឲ្យញោមទេពួកញោមហ៊ានអាកាត់
តែបើជាអាត្មាមកសូនឈឹងមកអត់ឲ្យមានចុងអត់បដ ாய் កុំធ្វើល្អជាងខ្ញុំធ្វើតែកោតជឿអាត្មាបើគោរពម៉ែឪដាក់លើផ្ទះស្វែងគុំថ្ងៃណាក៏នឹកឃើញបាយហើយដេកងើយទៅលើក៏នឹកឃើញមិនដែលខ្មោចម៉ែឪណាផ្ដល់ចង្រៃដល់យើងទេក្រែងយើងស្រឡាញ់គាត់ណាស់នៅរស់ដេកអោបស្លាប់ទៅក៏អោបបានដែរតែមិនក៏ខ្លាចទៅមានភ័យព្រួយអីទុករំលឹកអនុស្សាវរីយ៍ទៅទុកស្វែងគុំទៅបើយល់ថាដូនតាមរសាក៏ល្អដែរដាក់ផ្ទះជាជាងយកទៅបករឿងនឹងវត្តណាញោមប៉ុន្តែត្រង់ទៅនឹងនិយាយមិនបានទេបានតែញោមអ្នកស្គាល់គ្នាអញ្ចឹងទុកដោយកូនសិស្សអីអញ្ចឹងទៅជាហ៊ាននិយាយមិនអាត្មាខ្លាចនិយាយអាត្មានិយាយសាធារណៈតែប៉ុន្តែចង់និយាយថាឲ្យពួកគាត់ទទួលយកអត់ទេបើអ្នកប្រាជ្ញចូលខមមិនវិញហ្នឹងទៅគាត់គិតមិនទៅមានប្រយោជន៍ទេមានតែរឿងទេមិនតែរឿងចិត្តដីណាសំបីម៉ងដែរបើអាត្មាមិនគ្រប់ត្រូលទេមិនទៅយើងទៅចង់បករឿងអីប៉ះពាល់សាសនាទៅនេះទៅលាប់ទេប៉ុន្តែគិតពីប្រយោជន៍ជាតិដែរណាឯងកាន់ចិនដោយកាន់យួនដោយកាន់ខ្មែរដែរប៉ុន្តែឯងជាពលរដ្ឋខ្មែរឯងត្រូវគ្រប់រដ្ឋអត់ឲ្យធ្វើចិត្តដីធ្វើម៉ងបដ ாய் អត់មកហើយមិនមែនត្រឹមតែហាមទេរើមកចេញច្បាប់រើបដ ாய் ណាគេបោះឆ្នោតតម្លាក់ឯងខ្ជិលខ្វល់រើចោលបដ ாய் ឲ្យធ្វើឲ្យដូរទុកឲ្យកែដូររើឲ្យមានឲ្យណាធ្វើអីបើធ្វើរួមគ្នាទាំងចាមខ្មែរអ៊ីស្លាមធ្វើតែមួយកន្លែងទៅទុកឲ្យបរៀនគេយល់ហេតុផលឲ្យវាត្រឹមត្រូវឥឡូវនៅលើញោមបើញោមម្នាក់ខ្លួនឯងយល់ដឹងប៉ុណ្្នឹងដែរមិនហ៊ានកែទៅនឹងផងតើប្រទេសយើងកែយ៉ាងម៉េចវាបាក់អញ្ចឹងណាដែលអាត្មានិយាយមិននិយាយបែបរីងាយទេទៅជាយុរដ្ឋមន្ត្រីចាត់ចែងនោះវាគ្មានវាសនាទៅអញ្ចឹងទេប៉ុន្តែបើសិនបើពលរដ្ឋគ្រប់គ្នាមានការយល់ដឹងវាអាចទៅរួចដែរចាត់ការរឿងនោះបានដែរឥឡូវញោមម្នាក់យល់ដឹងប៉ុណ្្នឹងដែរតែញោមដាច់ស្រេចរឿងនឹងដែរនឹងធ្វើម៉េចតាមនោះទៅអត់ជាប្រយោជន៍ទេខ្ញុំកណាដាច់ស្រេចគុណប៉ុន្តែគាត់ថាអ្វីដែលយើងប្រឈមមុខជាមួយនឹងគឺសម្រាប់ចាស់ចាស់គុណដូចជាពុកម្ដាយរបស់យើងអញ្ចឹងណាឬក៏បងប្អូនមីមីអញ្ចឹងណាគាត់នៅប្រកាន់គំនិតនឹងរឹងមាំប៉ុន្តែដោយសារខ្ញុំកណាហាក់ដូចជាខ្ញុំកណាមិនឲ្យតម្លៃហើយខ្ញុំកណាក៏មិនបានគិតដល់ទៅមុខអីនឹងធ្វើអីទៀតទេរឿងនេះគិតថាវាមិនសំខាន់យើងរកវិធីមួយដែលអាចស្រួលសតិអារម្មណ៍របស់គាត់បើសិនបើគាត់បើយើងគិតថាបច្ច្រាស់ពីគាត់ទៅវាប៉ះពាល់សតិអារម្មណ៍គាត់នាំគាត់លំបាកចិត្តទេមិនបាច់ទេបដ ாய் សិនទៅប៉ុន្តែចូលដល់ចំនួនរបស់ខ្ញុំខ្ញុំគុំក្រងវាគុំក្រងខ្លួនឯងនិងកូនរបស់ខ្លួនឯងទៅខ្ញុំយល់វាពេលស្មានជ័យទេកណាដែលអាចកែបានទៅប្រឡែងសិនទៅកុំឲ្យបង្ករឿងតែយើងគុំក្រងចាប់ពីយើងទៅចាប់ពីកូនយើងទៅចាប់ពីចៅយើងទៅបើយើងផងគេផងអាចទៅរួចតែបើយើងគាត់ថាធ្វើយ៉ាងម៉េចទៅរួចតែម្នាក់ឯងវាអាចទៅរួចតែបើគ្រប់គ្នាយល់ដឹងអាចទៅរួចទៅពីប្រយោជន៍ដល់មនុស្សវិញតាមិនខ្លាចមនុស្សវិញពួកយើងអាចធ្វើអ្វីដែលវារងរឿងជាងនឹងត្រឹមត្រូវជាងនឹងតោះនេះអរគុណកណាហើយមួយទៀតសុំសួរមកសំណួរទៀតគុណមកបន្តិចទេគុណកណាសុំកណាសង្កេតមើលឃើញរាល់ថ្ងៃយើងរដ្ឋធម្មនុញ្ញសាសនាពុទ្ធជាសាសនារបស់រដ្ឋក៏ប៉ុន្តែក្នុងបណ្ដាស្ថាប័នរដ្ឋភាគច្រើនឃើញយកប៉ាយចិនយកទៅដាក់នៅកន្លែងស្ថាប័នរដ្ឋចឹងគុណកណាគិតថាមិនត្រឹមត្រូវទេប៉ុន្តែចង់សួរយោបល់ពីគុណវិញតើគុណយល់យ៉ាងម៉េចដែរកន្លែងហ្នឹងញោមមានអារម្មណ៍បែបម៉េចថ្មការយល់របស់ថ្មដោយអារម្មណ៍ដែលញោមកំពុងមានវាចង់ឃើញថាវាមិនសមទៅនឹងដែរយើងមិនមែនប្រកាន់ហួររហូតដល់ជ្រុលនិយមទេតែរឿងកន្លែងខ្លះគុំគួរមែនព្រោះជាធម្មតាបើយើងលើកអ្វីមួយឲ្យចូលជាក្រិតក្រមហើយយើងត្រូវលើកកើងវាទើបវាស័ក្តិសមការដែលយើងចារថាពុទ្ធសាសនាជាសាសនារបស់រដ្ឋវាមិនមែនថាយើងឲ្យពលរដ្ឋទាំងអស់ហ្នឹងមកកាន់ពុទ្ធសាសនាបខំឲ្យគេមកតាមទេព្រោះវាខុសរដ្ឋធម្មនុញ្ញមួយកន្លែងទៀតគេថាសេរីភាពជំនឿសាសនានោះដូច្នេះគេអាចនឹងកាន់អីកាន់ទៅមានអ៊ីស្លាមខ្លះមានយេស៊ូខ្លះមានពុទ្ធភាគច្រើនមានអ្នកដែលនៅរក្សាហិណ្ឌូខ្លះព្រហ្មញ្ញខ្លះឬក៏តាមការនឹកឃើញទៅពីទៅពីខ្លះតាមសាសនាអ្នកតាខ្លះទៅក៏មិនដឹងជាអីឧបកតសាច់លើពួកគេសេរីភាពប៉ុន្តែនៅពេលណាដែលប្រទេសយើងព្រមព្រៀងមតិភាគច្រើនយើងលើកថាពុទ្ធសាសនាជាសាសនារបស់រដ្ឋយើងត្រូវយកវាជាប្រមុខពេលដែលយើងធ្វើអីយើងត្រូវសម្របតាមវាត្រូវលើកដង្កើងវាដល់ពេលយើងលើកពុទ្ធសាសនាជាសាសនារបស់រដ្ឋប៉ុន្តែអាការដែលយើងអនុវត្តវាអត់ឃើញឲ្យស័ក្តិសមតាមនោះវាមិនទៅនៅមែនស្មាក៏មានអារម្មណ៍ដែររឿងអ្វីដែលចង់កែនោះមានកកក្តីប៉ុន្តែយើងធ្វើម្ដងតិច
từ mục chỉ chiêng nơi mà đông mà thôi kéo được ba nó gặp ngày được bảy đào từ mà ngày ba tao mà chỉ hiến của bạn chỉ chiêng nơi mà đông mình thôi kéo bỗng bạn từ mục soi từ nơi mà đông mà còn tao lọt thôi kéo từ gặp ngày nằm đi rốt châu còn lan lại lên tam lấy nó cả chuột ấy thì đúng để cho lọt thôi kéo vì mình được những còn từ từ play đường lọp na cái sợi tập mò bên na cái chết ti sấy mưa khơi này tập mình sợi ai mưa khơi mọi prin dây mũi tê và đai na mò bên na với một sự bước mò hỏi nè đi vô bài nè ấy nó class đo thằng ti bậc xa bỏ rọt phong từ còn từ đầu rừng những cái lọp ấy đợi group tập từ ngõ này nhá để đào thôi cào ấy nhá lại vào được thôi cào này từ mọi từ ba mà hiến đó quên dòng tôi tiết này wow man đang có nhung bản đăng dân ra trường chụp những ngày sai tiết ngày này cho việc hiện bản đăng sai trường chỗ của thuyền bọt xây ở nhung bản vô lồng pì đặc biệt sập xa được trong một lần phanh hà nó còn chả mới giờ xả là bong việc hiện to tiết bài từ rồi chứ dừng đến việc to tiết bản đăng chắc phải cùng lên đang có lên nhung người ta lên lồng cha